ថ្ងៃទី1នៃការធ្វើដំណើរយើងបានចេញពីពលានយន្តហោះភ្នំពេញតាមរយៈ Korean Airlines ដែលយើងធ្វើដំណើរ5ម៉ោងកន្លះដើម្បីទៅចុះចតនៅកូរ៉េឥឡូវយើងមកដល់ពលានយន្តហោះកូរ៉េហើយយើងធ្វើដំណើរទៅចាំ transit ឡើងយន្តហោះពីកូរ៉េហ្នឹងបន្តទៅជប៉ុនយើងអត់មានយន្តហោះត្រង់ពីកម្ពុជាទៅជប៉ុនទេហើយយើងធ្វើដំណើរទៅដល់កូរ៉េយើងទៅជាជប៉ុនទៀតហ្នឹងតិចជាងពេលយើងទៅដល់ហ្នឹងគឺវាតិចប៉ុន្តែនៅក្នុងពលានវាសូវតិចដោយសារយើងបានដឹងគេដាក់ម៉ាស៊ីនកម្ដៅអីទៅអត់សូវតិចអីអញ្ចឹងនៅលើយន្តហោះហ្នឹងយើងគេលបាយអាហារថ្ងៃត្រង់ឲ្យយើងហ្នឹងមានសាច់គោអញ្ចឹងទៅហើយនឹងដលងប្រាំងគេកិនឲ្យឡើងម៉ត់អញ្ចឹងទៅជំនួសបាយបដ ாய் ហើយនឹងបន្លែទៅហើយបង្អែមគេហ្នឹងមានសណ្ដែកប្រអប់មួយជាសណ្ដែកកិនឡើងឈ្ងុយល្អណាស់បើនិយាយពីសុខភាពគឺល្អចំពោះសុខភាពតែម្ដងហើយម្នាស់មានផ្លែម្នាស់ម្ដុំទូចហ្នឹងហើយនឹងនំប៉័ងសម្រាប់ជាអាហារថ្ងៃត្រង់មានអីពេលញ៉ាំហ្នឹងឆ្ងាញ់គួរសមតែញ៉ាំបានអីទេបើរាល់ថ្ងៃកើតទេបើយូរម្ដងធ្វើដំណើរយើងញ៉ាំទៅវាមិនអីទេវាឆ្ងាញ់ដែរតែវាជាអាហាររបស់គេមិនយើងអត់សូវត្រឡប់បានដែរទេវាអត់មាននេះ